សួស្តីបងប្អូនហើយបងប្អូនមើលមកពូជទៀតបាទនេះគេហៅពូជស៊ុយមីបាទដើម2 ម៉ែត្របងប្អូន2 ម៉ែត្រហើយជាប៉ុនមេដៃបាទដាំនៅក្នុងផើង3 តកន្លះដូចគ្នាបាទហើយផ្លែគឺថាផ្លែមិនចាញ់3រសជាតិទេបាទកាន់តែកាន់ល្អដែរផ្លែបាទអានេះយើងដាំវាឲ្យត្រូវថ្ងៃបាទបានផ្លែកាន់ល្អនិយាយរួមទៅពូជដំណាំគ្រប់ប្រភេទដែលវាស៊ាំនៅអាកាសធាតុគឺដាប់ឲ្យវាត្រូវថ្ងៃបានផ្លែល្អបងផ្លែមិនធម្មតាបាទហើយយើងដាំនៅក្នុងកន្លែងទូទេបាទគឺផ្លែរបស់ពូជស៊ុយមីបងគេមកចកោមនេះទេបាទមកចកោមនេះប្រហែលជា10 ផ្លែជាងបងអានេះតិចទៀតបាទបេះប្រលេះវាចោលទុកតា 4-5 ផ្លែអីទេបងគេផ្លែមិនធម្មតាហើយនេះគឺជាផ្កាបាទផ្កាប្រហែលជាប់ប៉ុណ្ណឹងបងបាទនេះអានេះផ្កាតាំងពីផ្លែមកជាប់មករហូតដល់ចុកហ្នឹងបងគេបាទចាំពូជដំណាំរបស់ខ្ញុំគឺច្បាស់លាស់បងប្អូនយកទៅឲ្យតែថែល្អធានាថាបានផលមិនចាញ់ម្ចាស់ដើមទេហើយមិនចាំប្រើពូជផ្សំកេសរទេបាទឲ្យតែថែពេញកម្លាំងហើយមើលដាំបាទហើយតម្រូបត្រីព្រៃដូចគ្នាបងបាទមិនមែនតម្រូអីអស់ចាមកពីណាទេប្រើតម្រូត្រីព្រៃអូខេបាទត្រីព្រៃត្រី3រសជាតិជើងនឹងអាត្រីដោះគៀនខ្នុរអីណាបាទសម្រាប់យកមកធ្វើជើងតម្រូបាទអរគុណ